คือខ្ញុំបានដាក់ហាត់ប្រាណបាទទៅនេះផងដែរហាត់ប្រាណហើយយើងក៏បន្តនៅក្នុងការញ៉ាំម្ហូបនៅតាមដងផ្លូវបាទអញ្ចឹងបងប្អូនឃើញបាទនេះគឺជារោងឬក៏យើងនិយាយថាម៉ូតូដែលលក់ហូបឆ្លាត់បាទអញ្ចឹងពេលល្ងាចបាទបងប្អូនឃើញហើយនៅស្ទឹងបាត់ដំបងបាទគឺច្រើនមែនទែនអ្នកលក់បាទហើយកំឡុងពេលដែលយើងហាត់ប្រាណហើយយើងសម្រាកបន្ទាប់មកគឺយើងបានសាកល្បងបាទញ៉ាំម្ហូបអ្វីដែលយើងចង់បានអញ្ចឹងណាហើយលើខ្ញុំក្រោយពីនេះហាត់ប្រាណខ្ញុំក៏អង្គុយកំងបបកស្រុកស្រែបាទបបកគ្រឿងបាទអញ្ចឹងនេះគឺជាទិដ្ឋភាពអ្នកលក់បាទនៅនឹងកាត់លក់ច្រើនបាទមានប្រហិតមានអីមានបុកល្ហុងស្អីបាទយើងចង់ញ៉ាំមួយណាក៏បានដែរបាទតែខ្ញុំញ៉ាំបបរហើយបាទនេះនៅបមដល់ហើយបាទបបគ្រឿងបាទមួយចានយ៉ាងចំណាប់បាទអញ្ចឹងដើម្បីពិសាកម្លាំងក្រោយពីយើងដើរហាត់ប្រាណពេកញើសចេញធម្មពលគឺយើងចាប់ដើមញ៉ាំបាទនេះបងប្អូនឃើញបាទអានេះគឺម្ទេសបាទអញ្ចឹងដាក់ម្ទេសថែមតិចទៀតទៅបាទដើម្បីឲ្យវាហឹលតាមរសជាតិវាឆ្ងាញ់បងប្អូនចឹងពេលយើងញ៉ាំវាទៅហើយបាទគឺថាទំនងមែនបាទបងប្អូនបាទទំនងញ៉ាំមកអស់ហើយឡើយអស់ហើយបាទมันឆ្ងាញ់ទេបាទมันឆ្ងាញ់ទេតែឡើយអស់ហើយបាទចាឡើយទៅហើយចឹងមានអីបងប្អូនបាទញ៉ាំមកគ្នាបាទចឹងការហាត់ប្រាណវាសំខាន់ហើយយើងញ៉ាំរបស់ក្រោយពីហាត់ប្រាណមកចឹងអរគុណ